ជាបឋមខ្ញុំបាទសូមគោរពដល់ពុកពោះអាដាមសុខិតអរិទ្ធបាទចាត់រដ្ឋាភិបាលប្រចាំការក្រសួងមហាផ្ទៃដំណើរទៅពុកពោះអាដាមវិសុខិតអរិទ្ធសសភាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាដាមជួយប្រឹក្សាការការអាដាមអបបាលនៃគណៈអបបាលការការអាដាមលោកជំទាវលោកស្រីថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធអាជ្ញាធរគ្រប់បាត់ថ្នាក់និងជាកិត្តិយសជាទីគោរពថ្ងៃនេះខ្ញុំបានជំនុំមុខឲ្យអបបាលរងដែលទើបនឹងទទួលថ្ងៃថ្មីយើងខ្ញុំមានកិត្តិយសនិងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានត្រូវបានរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃផ្ដល់សេចក្តីទុកចិត្តតែការឲ្យកម្មដំណើរជាអភិបាលរងនៃគណៈអភិបាលការការក្នុងឱកាសដ៏ពិសេសវិសាលនេះយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលមានសម្ដេចមហានាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃដែលមានអាដាមអភិសិទ្ធិបណ្ឌិតសសខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងថ្នាក់ដឹកនាំគ្រប់គ្រងថ្នាក់ដែលបានផ្ដល់ជំនឿទុកចិត្តនិងប្រគល់ភាពកិច្ចទៅមានសហគមន៍នេះដល់យើងខ្ញុំរបស់យើងខ្ញុំយល់ជាច្បាស់ថាដំណើរនេះមិនត្រឹមតែជាកិច្ចជួបតែមួយមុខទេប៉ុន្តែជាកាតព្វកិច្ចនិងការទទួលខុសត្រូវដ៏ធំធេងក្នុងការបម្រើជាតិមានភូមិនិងប្រជាពលរដ្ឋក្នុងនាមជាអគ្គរដ្ឋបាលក្នុងនាមអភិបាលរងនៃគណៈអភិបាលខាងកើតយើងខ្ញុំសូមប្រកាសតែយ៉ាងចិត្តថានឹងខិតខំអនុវត្តភារកិច្ចតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលប្រកបការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរតន្ត្រីនាយករដ្ឋមន្ត្រីនិងក្រោមការដឹកនាំផ្ទាល់របស់អាដាមអភិបាលខេត្តដោយប្រកាន់ខ្ជាប់ទៅគោលការណ៍ច្បាប់ដំណាភាពចរិយាភាពនិងប្រសិទ្ធភាពការងារយើងខ្ញុំនឹងខិតខំរួមចំណែកជាមួយក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្តមន្ទីរអង្គភាពពាក់ព័ន្ធនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងការលើកកម្ពស់គុណភាពសេវាសាធារណៈការអភិវឌ្ឍសេដ្ឋកិច្ចសង្គមបរិស្ថានកសិកម្មនិងវិស័យទេសចរណ៍ឲ្យស្របតាមសក្តានុពលដ៏សម្បូរបែបរបស់ខាងការជាពិសេសយើងខ្ញុំនឹងយកចិត្តទុកដាក់ស្ដាប់និងព្យាយាមដោះស្រាយកំហុសសំណុំពរនិងតម្រូវការរបស់ប្រជាពលរដ្ឋដោយប្រកាន់ខ្ជាប់នូវស្មារតីបង្កើតជាពលរដ្ឋឲ្យបានល្អជានិច្ចដើម្បីលើកកម្ពស់សុខភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងយើងខ្ញុំក៏សូមគោរពនិងស្នើសុំការណែនាំការគ្រប់គ្រងនិងកិច្ចសហប្រតិបត្តិការពីត្រាក់ដឹកនាំមន្ត្រីរាជការក្រុមកម្លាំងប្រដាប់អាវុធនិងគ្រប់ប្រជាពលរដ្ឋដើម្បីឲ្យយើងខ្ញុំអាចបំពេញភារកិច្ចដែលត្រាក់ដឹកនាំជួយនេះប្រកបដោយជោគជ័យជាទីបញ្ចប់យើងខ្ញុំសូមគោរពជូនពរអាដាមស្តេនបណ្ឌិតអាដាមជាគ្រូសាស្ត្រខេត្តអាដាមអភិបាលខេត្តអាដាមលោកជំទាវលោកស្រីនិងអង្គភាពទាំងមូលសូមមានសុខភាពល្អបរិបូរណ៍កម្លាំងងមួយបញ្ញាឆ្លៀសវៃទទួលបានជោគជ័យក្នុងភារកិច្ចនិងជួបពុទ្ធពរទាំងមូលការគឺអាយុវណ្ណៈសុខៈពលៈដើម្បីជាជាឡើងសូមអង្គភាពទាំងមូលជួបការសេចក្តីសុខសេចក្តីចម្រើននិងវិបុលភាពជានិច្ចនិរន្តរ៍សូមអរគុណ